ប្រសិនបើអ្នកមានក្អកឬកណ្ដាស់សូមស្ទង់កម្ដៅមើលប្រសិនបើអ្នកក្តៅខ្លួនលើសពី38អង្សាអ្នកប្រហែលជាមានជំងឺផ្ដាសាយបើកចំហទ្វារនិងបង្អួចដើម្បីឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់សូមឲ្យសមាជិកគ្រួសារផ្សេងទៀតនៅឲ្យឆ្ងាយពីអ្នកជំងឺជាពិសេសកុមារសម្រាប់នៅផ្ទះហើយផឹកទឹកឲ្យបានច្រើនលេបថ្នាំនិងប្រើវិធីផ្សេងទៀតដើម្បីបញ្ចុះកម្ដៅត្រូវការតែមនុស្សម្នាក់គត់ដើម្បីថែទាំអ្នកជំងឺហើយទាំងអ្នកជំងឺនិងអ្នកថែទាំត្រូវតែពាក់ម៉ាស់ការពារលាងសម្អាតដៃរបស់អ្នកនិងសម្ភារៈផ្សេងទៀតដែលអ្នកជំងឺប្រើប្រាស់ឲ្យបានញឹកញាប់ជាមួយសាប៊ូការពារខ្លួនអ្នកការពារក្រុមគ្រួសារអ្នកសម្រាប់ព័ត៌មានបន្ថែមនិងរាយការណ៍ករណីសង្ស័យសូមតាក់ទងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍លេខ